សៀវភៅនិទានអប់រំពីសុវត្ថិភាពរបស់កុមារសូមជូនរឿងកុំធ្វើខ្លួនជាក្មេងប៉ិនខឹងពេលនេះអូនសាខឹងហើយនាងមិនមែនខឹងធម្មតាទេគឺខឹងខ្លាំងណាស់ព្រោះបងស្រីនាងបានដណ្ដើមរបស់លេងពីនាងយកទៅសាស្រែកខ្លាំងឮពីដើមផ្លូវដល់ចុងផ្លូវជើងវិញធាក់ទន្ទ្រាំស្ទើរតែផុងដីទៅហើយនាងខឹងខ្លាំងណាស់នៅស្ងៀមលែងបានក៏រត់ឡើងទៅលើផ្លូវលំមិត្តរបស់នាងឈ្មោះលីលីឃើញនាងក៏ចូលមករាក់ទាក់តែសាមិនខ្វល់នាងច្រានលីលីរហូតដួលធ្វើឲ្យលីលីក៏ខឹងដែរយាយឯងនៅជាប់ផ្ទះខំមកអង្អែលក្បាលក្លួងនាងបែរជាទៅជាន់ជើងគាត់ធ្វើឲ្យយាយឯងក៏ខឹងដូចគ្នាអ៊ំលក់ស្ករគ្រាប់ឃើញសាខឹងគាត់ក៏ហុចស្ករគ្រាប់ឲ្យនាងមួយដើមតែនាងបែរជាគ្រវាសដៃគាត់ចេញធ្វើឲ្យស្ករមួយដើមនោះជ្រុះបែកអស់នាំឲ្យអ៊ំលក់ស្ករគ្រាប់ខឹងថែមម្នាក់ទៀតពេលនេះគ្រប់គ្នាសុទ្ធតែខឹងដូចគ្នាធ្វើឲ្យផ្លូវមួយខ្សែនេះក្លាយជាផ្លូវដែលពោរពេញទៅដោយកំហឹងទៅហើយសារត់មកដល់សួនច្បារមួយកន្លែងហើយនាងក៏ទៅអង្គុយនៅក្រោមដើមឈើធំមួយដើមខ្យល់បក់មកត្រសៀកបូកនឹងសំឡេងចាបច្រៀងឆ្លងឆ្លើយគ្នាធ្វើឲ្យសាមានអារម្មណ៍ធូរស្បើយឡើងវិញអេមិញនេះហេតុអ្វីបានជាខ្ញុំខឹងខ្លាំងយ៉ាងនេះណោះ